កំណត់ព្រឹត្តិការណ៍របស់ពួកយើងមុនដំបូងហ្នឹងគឺដោយសារតែយើងចង់ផ្សារភ្ជាប់រវាងយុវជនកម្ពុជាទៅនឹងពាណិជ្ជកម្មវាថាយើងនិយាយ in short ទៅចង់ connect them with the business យើងឃើញថាឥឡូវហ្នឹង product នៅស្រុកខ្មែរយើងវាថាបើសិនជាយើងនិយាយទៅ high demand low supply អញ្ចឹងតើ how to solve that problem ហ្នឹងយើងគួរធ្វើម៉េចប៉ុន្តែ it's like still limited អីចឹងទៅហើយតើតោះជាមួយនឹង youth សម្រាប់ពួកគាត់ពេលខ្លះគាត់មាន potential តែគាត់អត់ដឹងថាចាប់ផ្ដើមពីរបៀបណាទៅធ្វើឲ្យពួកយើង design ជា agenda ហើយក៏មានជាកំណត់រួចផ្ដើមធ្វើឲ្យកម្មវិធីនឹងកាត់ឡើងរបៀបថា how to actually start តើធ្វើមិនដើម្បីឲ្យដើរទៅមុខរហូតហើយរបៀបថាតើ head អីទៅយើងគួរតែជ្រើសរើស product ខ្មែរ choose ខ្មែរ use ខ្មែរ and be proudly ខ្មែរបងកន្លែងនេះបងឯងមកពីធ្វើអញ្ចឹងបានភ្ញៀវអត់មកគួរតែកែតម្រូវកន្លែងណាដើម្បីភ្ញៀវមកអញ្ចឹងអានោះគឺជាឱកាសមួយសម្រាប់យើងនៅក្នុងការបញ្ចេញនូវសមត្ថភាពក៏ដូចជាបង្កើននូវសមត្ថភាពរបស់យើងដែរខ្ញុំសប្បាយចិត្តមែនតើវាថា it's really unexpected ថាកម្មវិធីរបស់ពួកយើងទទួលបានការគាំទ្រដល់ថ្នាក់នេះហ៎បងដោយសារនិយាយទៅ for our organization as in Cambodia which is for mostly យើង focus ទៅលើ youth ភាគច្រើនពេលដែលយើងធ្វើ event អីចឹងទៅប៉ុន្តែនៅក្នុងកម្មវិធី Proudly ខ្មែរនេះចំពោះ participate របស់ពួកយើងគឺបានលើសពីយូរទៅទៀតរបៀបថាអ្នកខ្លះគាត់ជា like business owner ឬក៏ entrepreneur ដែលគាត់ចូលរួមកម្មវិធីយើងច្រើនអ្នកកអីអញ្ចឹងណាបងអញ្ចឹងទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តមែនតើបងបើសិនជាមានពេលថ្ងៃអនាគតទៀតខ្ញុំនឹងព្យាយាមធ្វើកម្មវិធីបែបហ្នឹងឲ្យច្រើនវាថាធ្វើម៉េចបង្កើត event ដែលវាថា impactful ទៅកាន់សង្គមយើងទៅកាន់ youth ក្មេងជំនាន់ក្រោយអីចឹងទៅបងចាខ្ញុំពេញចិត្តកម្មវិធីហ្នឹងខ្លាំងដោយសារតែទីមួយមាន guest speaker ល្អហើយរៀបចំកម្មវិធីក៏បានល្អហើយខ្ញុំបានសិក្សាអីបទពិសោធន៍ថ្មីពីវាគ្មិនកិត្តិយសយើងបានច្រើនវិស័យពី major របស់ខ្ញុំមូលហេតុដែលខ្ញុំចូលរួមកម្មវិធីហ្នឹងដោយសារតែទីមួយខ្ញុំគិតថាខ្ញុំកំពុងតែស្វែងរកខ្លួនឯងខ្ញុំអត់ប្រកាសថាទៅថ្ងៃមុខខ្ញុំអាចជាអ្នកធ្វើការឬក៏អ្នករកស៊ីអញ្ចឹងវាជាការសាក់លបងរបស់ថ្មីរបស់ខ្ញុំព្រោះដោយសារបើគិតទៅមេច្រើនខ្ញុំអត់ relate ទេបងប៉ុន្តែខ្ញុំចង់ដឹងថាខ្លួនឯងមានជំដងខាងហ្នឹងអញ្ចឹងក៏សាក់លបងចូលរួមយើងអត់ដឹងថាគាត់ឧទាហរណ៍គាត់នៅមួយម្ដាយគាត់ឈឺគាត់ត្រូវមើលថែគាត់ហើយយើងទៅ message ទៅគាត់ជាអានេះបង្ហោះហ្នឹងគឺ think ចំណុចសំខាន់ដែលខ្ញុំបានសិក្សាពីបងរៀនថតគឺតកតងជាមួយនឹងការមានវិន័យមកលើខ្លួនឯងអញ្ចឹងដោយសារតែខ្ញុំនៅក្មេងដែរអញ្ចឹងខ្ញុំអត់សូវមានវិន័យទេមករយៈហ្នឹងខ្ញុំមានអារម្មណ៍ថាខ្លួនឯងវិញខ្លួនឯងខ្លាំងអញ្ចឹងលើថាក្រគាត់និយាយមកខ្ញុំឃើញហ្មងថាអូខ្ញុំខ្វះកន្លែងហ្នឹងចំណុចផ្សេងទៀតគឺ learn ដែលថាគាត់របៀបប្រើប្រាស់ពេលវេលារបស់គាត់ទៅគាត់ថាយើងទៅកន្លែងហ្នឹងមានប្រយោជន៍អត់ទៅកន្លែងណាដែលយើងត្រូវមានប្រយោជន៍កន្លែងណាដែលយើងគាត់ថាអត់សមនឹងទៅបាច់ទៅទេគាត់ឲ្យយើងគិតឲ្យមានប្រយោជន៍សម្រាប់ខ្ញុំលើកទឹកចិត្តឲ្យចូលរួមបានច្រើនមិនថាជាយុវជនជាអ្នករស់ស៊ីអីក៏ដោយហើយបើមានលើកក្រោយទៀតក៏ខ្ញុំចូលរួមដែរបើមិនជាខ្ញុំមានពេលបងសម្រាប់ខ្ញុំក្នុងនាមខ្ញុំជាយុវជនជំនាន់ក្រោយខ្ញុំគិតថាការដែលយើងត្រូវបង្ហាញយើងថាយើងជាខ្មែរបានច្រើនហ្នឹងទីមួយយើងព្យាយាមជួយគ្រប់គ្រងផលិតផលខ្មែរបានច្រើនហើយខ្ញុំដោយសារជំនាញខ្ញុំក៏ relate ដែរខ្ញុំគិតថាទៅថ្ងៃមុខខ្ញុំអាចនឹងបង្កើតអីមួយដែលជារបស់ខ្មែរធ្វើមិនឲ្យរបស់ខ្មែរមាននៅលើទីផ្សារច្រើនគេអាចនឹងស្គាល់ខ្មែរបានកាន់តែច្រើនអូខេបងអញ្ចឹងជាចុងបញ្ចប់នាងខ្ញុំសូមអរគុណដល់ participant របស់ពួកយើងដែលគាត់បានចូលរួមយ៉ាងកកកច្រើនអ្នកមែនតើហើយក៏អរគុណទៅដល់វាគ្មិនដៃគូសហការឧបត្ថម្ភនិងអរគុណតកតងទៅនឹង OC team របស់ពួកយើងដែលពួកគាត់ជួយ facilitate បើមិនជាអត់មានពួកគាត់ទេយើងក៏អត់មានបាន event ដល់ success អញ្ចឹងដែរបង